ចាសួស្តីបងប្អូនថ្ងៃនេះមកឆ្លើយសំណួរពិសេសចំពោះបងដែលគាត់ឆ្ងល់ណាថាត្រង់ស្ងួតនឹងអាចចិញ្ចឹមជ្រូកសាច់បានដែរអត់បងប្អូនអាចមើលបានគឺថាសប្បាយអត់តែម្ដងអានេះត្រង់ថ្មីខាងបងសៀមរាបនៅស្រុកអង្គរជុំបងប្អូនគាត់ធ្វើភ្លាមដាក់ជ្រូកភ្លាមដោយសារគាត់និយាយជ្រូកគេហើយទៅចាប់មកដាក់ភ្លាមអញ្ចឹងក៏ដាក់ចូលភ្លាមអានេះគេតែមកដល់ថ្មីថ្មោអញ្ចឹងគេកំពុងតែស្ទាបស្ទង់រោទឹកផឹករោបាយរោចំណីស៊ីអញ្ចឹងណាអញ្ចឹងគេកំពុងតែស្ទាបស្ទង់ដឹងកន្លែងដែលថាសបាយលេងហើយគឺនៅគ្នាបន្លែងលេងនឹងក្តិលបដ ாய் អានេះក៏ធ្វើនៅរៀងឆ្ងាយផ្ទះនៅកណ្ដាលវាលស្រែព្រោះអីគាត់ខ្លាចឆ្លងជំងឺឆ្លងអីចឹងគាត់ធ្វើនៅឆ្ងាយបងប្អូនអត់ហ៊ានមានដីចិត្តផ្ទះធ្វើចិត្តផ្ទះមានដីឆ្ងាយផ្ទះធ្វើឆ្ងាយផ្ទះណាហើយកូនមេជ្រូកផោមឬក៏សัตว์ជ្រូកសាច់អីហ្នឹងគឺចិញ្ចឹមបានទាំងអស់បងប្អូនបាច់បារម្ភភ័យខ្លាចថាចិញ្ចឹមឲ្យអត់ធំទេមើលតែមៀតអូនទៅដឹងហើយម៉ាប់ណាតែគាត់ថាជ្រូកមេយើងមានអំពូលកដៅយើងមានកង្ហារអីចឹងទៅការពារពេលក្តៅយើងមានកង្ហារបើពេលត្រជាក់គេមានអំពូលកម្ដៅអីចឹងទៅណាអញ្ចឹងទំហំត្រង់បងប្អូនអាចសួរហើយនឹងប្រឹក្សាខ្ញុំបានតែចង់ធ្វើទំហំណារៀបអីវ៉ាន់បែបម៉េចក៏ខាងខ្ញុំណែនាំប្រឹក្សាឲ្យដែរនេះគឺជ្រូកសាច់របស់ខ្ញុំបងប្អូនគឺថាមើលមៀតដឹងហើយបងប្អូនអ្នកណានិយាយថាចិញ្ចឹមជ្រូកលើអង្កាមអត់ធំបងប្អូនមើលតែមៀតជ្រូកខ្ញុំទៅដឹងហើយហ្នឹងហើយបងប្អូនបើសិនជាចាប់អារម្មណ៍ចង់ធ្វើការចិញ្ចឹមឬក៏ចង់ធ្វើត្រង់តាមរបៀបលក្ខណៈលើអង្កាមស្ងួតចិញ្ចឹមអត់មានក្លិនស្អុយហ្នឹងអាចតាក់ទងជាមួយនឹងលេខទូរស័ព្ទរបស់ខ្ញុំ3ខ្សែដែលខ្ញុំដាក់នៅលើ caption ណាបងប្អូនអាចតាក់ទងមកបានមកប្រឹក្សាហើយបើចង់បានអីវ៉ាន់ដូចជាកបោដូចជាអតិស្គមប្រានហើយខ្ញុំក៏មានលក់ជូនបងប្អូនដែរតែបើបងប្អូនអត់មានទេបងប្អូនមានអីវ៉ាន់ខ្លួនឯងទេបងប្អូនអាចផលិតខ្លួនឯងធ្វើខ្លួនឯងបានហើយបើឆ្ងល់អីសួរបានគ្រប់សំណួរបងប្អូនមិនបាច់បារម្ភថាអត់ទិញអីវ៉ាន់អត់ជួយធ្វើត្រង់នឹងទេអរគុណស្អីចេះભાઈ